ស្ពានលេខ28បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជានិងគម្រោងផ្លូវជាតិលេខ10បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី15ខែឧសភាឆ្នាំ2025តទៅការបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍នេះក្រោយពេលវឌ្ឍនភាពស្ពានសម្រេចបានលទ្ធផល 100% បើតាមលោកផនរឹមអ្នកនាំពាក្យក្រសួងសាធារណការបានឲ្យដឹងថាបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ឈប់ថតរូបនិងទស្សនាកម្សាន្តជាមួយនឹងទិដ្ឋភាពស្ពានដ៏ខ្ពស់ត្រដែតអមដោយអាប់និងព្រៃព្រឹក្សាដ៏ខៀវស្រងាត់ត្រជាក់ភ្នែកឆ្លងកាត់ស្ទឹងឫស្សីជ្រុំដ៏ត្រជាក់ស្រេបគូបញ្ជាក់ថាស្ពានលេខ28នេះមានកម្ពស់90ម៉ែត្រប្រវែងសរុប537ម៉ែត្រនិងទទឹង10ម៉ែត្រសណ្ដោកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំស្ថិតនៅភូមិឆៃលុកឃុំអូសោមស្រុកវាលវែងខេត្តពោធិ៍សាត់